ថ្ងៃនេះយើងមកធ្វើម្ហូបខ្មែរមួយមុខយើងចម្អិនញ៉ាំទាំងអស់គ្នាបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានមុខម្ហូបមួយមុខដែលជាម្ហូបខ្មែររបស់យើងផងដែរគឺសម្លកកូរគ្រឿងផ្សំមានគ្រឿងបុកស្លឹកគ្រៃត្រីអណ្ដែងសាច់ជ្រូក3ជាន់បន្លែពណ៌ខៀវបន្លែគ្រប់មុខនិងខ្ទិះដូងផងដែរបាទឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាយើងរំលីងគ្រឿងឲ្យបានឈ្ងុយនិងប្រហុកចិញ្ច្រាំដាក់ឲ្យឆ្អិនហើយយើងក៏ចាក់សាច់ជ្រូក3ជាន់រំលីងឲ្យបានឆ្អិនដូចគ្នាបាទហើយពេលកំពុងតែរំលីងនេះបងប្អូនហើយឈ្ងុយក្លិនប្រហុកនិងគ្រឿងគួរឲ្យចង់ញ៉ាំតែម្ដងតែមុខម្ហូបមួយមុខនេះយើងត្រូវប្រើពេលវេលាយ៉ាងយូរផងដែរពេលដែលយើងមុននឹងបានចេញជារូបរាងបែបនេះយើងត្រូវបុកគ្រឿងនិងផ្សំគ្រឿងបន្លែច្រើនមុខផងដែរបាទឥឡូវក្លិនក៏កាន់តែឈ្ងុយខ្លាំងហើយសាច់ជ្រូកយើងក៏បានឆ្អិនផងដែរឥឡូវកុំឲ្យវាខ្លោចយើងថែមទឹកបន្តិចនេះគឺជាទឹកខ្ទិះដូងបងប្អូនឲ្យវាមានរសជាតិឈ្ងុយបាទឥឡូវយើងថែមទឹកកុំឲ្យវាខ្លោចហើយយើងអធិស្ឋានបាទបងប្អូនដោយសារខ្ញុំថតដៃម្ខាងខ្ញុំធ្វើដៃម្ខាងធ្វើឲ្យខ្ទះមិននឹងហើយរង្គោះរង្គើពិបាកនឹងមើលតែមិនអីទេខ្ញុំនឹងបន្តធ្វើមុខម្ហូបនេះឲ្យបានរួចរាល់ផងដែរបងប្អូនឥឡូវឆ្អិនសាច់ជ្រូកហើយយើងក៏ចាក់ត្រីអណ្ដែងចូលផងដែរបាទត្រីអណ្ដែងនេះគឺជាត្រីអណ្ដែងស្រែដែលប្រជាកសិករយើងដើរនេសាទតាមធម្មជាតិបឹងបួរនៅទីនេះផងដែរបាទឥឡូវយើងរំលីងត្រីអណ្ដែងឲ្យស្ងួតឆ្អិនល្មមហើយបាទពេលនេះយើងលីងឲ្យសព្វគ្រឿងនិងយើងដាក់គ្រឿងដូចជាមានរ៉ូឌីទឹកត្រីស្ករប៊ីចេងអីយើងក៏បានផ្សំគ្រឿងរួចរាល់ផងដែរឥឡូវវាដូចជាខ្លោចបានយើងថែមទឹកបន្តិចទៀតដើម្បីឲ្យវាសព្វគ្រឿងជាមួយត្រីនិងសាច់ជ្រូកផងដែរបាទមុខម្ហូបមួយមុខនេះគឺប្រើពេលវេលាយ៉ាងយូរផងដែរបងប្អូនតម្រាំតែបានចេញជារូបរាងបែបនេះឥឡូវយើងលីងវាហើយ